បងប្អូនព័ត៌មានព្រឹកនេះគឺនៅអាដុងនេះបាទនៅចិត្តវត្តវាំងចាស់នេះស្រះនៅវត្តវាំងចាស់ហ្នឹងមានសពខ្មោចដែកទឹកនេះបាទនៅក្នុងស្រះតែអត់ដឹងថាករណីអីដែរទេចាំមើលនេះសមត្ថកិច្ចកំពុងធ្វើការហើយម្យ៉ាងវិញទៀតចាំមើលនោះសពនោះវានៅក្នុងស្រះនោះហើមហើយបាទហើយព្រឹកនេះព្រឹកថ្ងៃទី15ឥឡូវកម្លាំងសមត្ថកិច្ចក៏ដូចជាក្រុមការងារនឹងបានមកដល់កន្លែងប៉ុន្តែចាំមើលអត់ទាន់បានស្រង់សពនឹងឡើងមកលើគោកឡើយទេបើអត់ដឹងអត្តសញ្ញាណទៀតហ្នឹងនេះឥឡូវនឹងផ្អើលឈូឆបាទផ្អើលឈូឆទៅដល់បងប្អូនប្រជាពលរដ្ឋដែលនៅអាដុងនេះឥឡូវពួកផ្អើលមកនេះហើយបងប្អូនណាដែលបាត់សមាជិកក្រុមគ្រួសារឬក៏អីណោះនៅក្នុងទឹកấyតែចាំមើលកម្លាំងសមត្ថកិច្ចធ្វើការឡើងវិញចាំមើលថាយ៉ាងណាអីយ៉ាងម៉េចយើងនឹងអាប់ដេតព័ត៌មានជូនបងប្អូនទាំងអស់គ្នាហើយអត់ដឹងអត្តសញ្ញាណទេហើយបងប្អូនណាដែលនៅអាដុងដែលបាត់សមាជិកក្រុមគ្រួសារអីបាទអាចមកមើលបានចង់និយាយចឹងណាបាទអាចមកមើលបានព្រោះសពនៅក្នុងទឹកលោអាឡ័យទេនោះដៃខ្ញុំច្អល់ប៉ុន្តែអត់ទាន់បានស្រង់យកមកលើទេហើយខ្ញុំនឹងអាប់ដេតព័ត៌មានជូនបងប្អូនគីឡូបងប្អូនដែលនៅអាដុងឬក៏នៅម្ដុំណាដែលបាត់សមាជិកគ្រួសារអាចមកមើលបានព្រោះសពនឹងហើមហើយបាទចាំមើលស្រង់សពឡើងមកលើនឹងខ្ញុំនឹងផុសព័ត៌មាននឹងជូនទៀត